ទិដ្ឋភាពនាពេលព្រឹកព្រលឹមនៅក្រោមដើមអំពិលដែលធ្វើដំណើរមួយនេះទៅរកផ្លែអំពិលញ៉ាំយើងធ្វើដំណើរជាមួយនឹងអំបិលរបស់យើងមួយកាតូហើយនេះគឺជាដំណើរដើមអំពិលនេះគ្រាន់តែជារូបភាពដំបូងៗប៉ុណ្ណោះតោះចេញដំណើរទាំងអស់គ្នាចេញដំណើរដំបូងមានតែខ្ញុំម្នាក់ឯងទេអត់មានណាគេទៅទេចង់និយាយប្រាប់ថាអញ្ចឹងអ្នកនរគ្នាហើយដើរទៅតែឯងគ្មានគោលដៅអីទេក្រៅពីត្បេះអំពិលទុំឬថាម៉ែប្រាប់ថាអូកូនអំពិលចាប់ផ្ដើមទុំមកតើអញ្ចឹងក៏ឆ្លៀតពេលថ្ងៃសម្រាប់ទៅរកមើលផ្លែអំពិលសិនព្រោះអំពិលហ្នឹងក៏ជាអំពិលផ្អែមដែរហើយគាត់ជួននៅចិត្តដើមអំពិលហ្នឹងក៏មានចំបើងមួយគំនុកដែលបងខ្ញុំបានដឹកមកពីស្រែគោជាច្រើននៅក្រោមដើមអំពិលហ្នឹងវាជាភាពងាយស្រួលមួយដែរសម្រាប់ខ្ញុំបេះផ្លែអំពិលដោយសារតែគោច្រើនផ្លែអំពិលក៏ទាបងាយស្រួលបេះផងដែរហើយអំពិលដែលយើងកោសមើលនេះអាហ្នឹងខ្ចីទេអ្នកនរគ្នាឲ្យតែយើងកោសឃើញខៀវអីចឹងបើយើងអត់ដឹងថាអំពិលនឹងទុំឬក៏ចាស់អីចឹងវាមានគួរមានអីអត់អញ្ចឹងយើងអត់ដឹងយើងយកកញ្ចក់យើងហ្នឹងកោសមើលបើកោសទៅចេញខៀវអាហ្នឹងខ្ចីបើយើងកោសទៅពណ៌វាអត់ចាញ់អីអាហ្នឹងទុំដូចអំពិលទុំវាស្រាលអ្នកគ្នាតែពេលខ្លះយើងអត់ដឹងថាវាទុំឬខ្ចីយើងកោសមើលទៅតែបើយើងដឹងយើងមិនបាច់ទេបេះយកដូចនេះហ្នឹងគឺជាអំពិលទុំហើយស្នាច់របស់វាខាងក្នុងគឺពណ៌ខ្មៅហើយយើងញ៉ាំតែម្ដងអំពិលនេះរសជាតិវាផ្អែមអ្នកគ្នាសារវាជាអំពិលផ្អែមតែសើផ្អែមខ្លាំងប្រហែលទេដោយសារតែវាคล้ายពូជពេលញ៉ាំដំបូងពេលគេយកមកហ្នឹងគឺរសជាតិផ្អែមមែនទែនតែនៅពេលដែលយកគ្រាប់វាយកទៅបដុសហើយយកទៅដាំពេលវាផ្លែមកមួយសានទេវាคล้ายពូជទៅចង់ជាអំពិលជូរវិញតែនេះអត់សូវជូរខ្លាំងតែវារៀងជូរអែមជូរតិចចឹងណាបើសិនជាយកស្លយកអីគឺស្លអត់កើតទេដោយសារតែវាមានរសជាតិផ្អែមខ្លាំងស្លម្ជូរស្លអីហ្នឹងតតែអំពិលលះបានយើងអាចយកទៅស្លធ្វើជាម្ជូរបានអ្នកនរគ្នាបើសិនណាផ្អែមយកស្លធ្វើជាម្ជូរគឺហូបកាទេស្លនឹងវាផ្អែមលក្ខណៈអញ្ចឹងណាដូចយើងស្លដាក់ស្ករអញ្ចឹងហើយនេះយើងធ្វើការបេះអំពិលរបស់យើងបេះបោះដោយសារតែអត់មានអ្នកឡើងទេសមាជិកអត់ទាន់មកទេហើយអំពិលឆ្នាំនេះអ្នកនរគ្នាគឺផ្លែច្រើនមែនតើផ្លែឡើងក្រែលដែរតែផ្លែអត់សូវធំប៉ុន្មានទេផ្លែរាងទូចដោយសារតែមករដូវវស្សាហ្នឹងគឺអត់សូវមានភ្លៀងមានអីប្រហែលទេភ្លៀងតិចតួចមែនតើនៅខាងខ្ញុំហើយសមាជិកយើងក៏ចាប់ផ្ដើមចេញដំណើរមកម្ដងម្នាក់មានគ្នា3នាក់ទេឃើញដំបូងបបួលមកអត់មានមកទេថាអូយខ្ជិលអត់ចង់ញ៉ាំទេ7ពេលផឹកអញ្ចឹងតែមានណាឃើញមកកាន់អំបិលកាន់អីទៅនោះចាប់ផ្ដើមនាំគ្នាមកបដើដង1ដង2អត់ដល់ខ្ញុំបេះបាន2 3គូបាត់រៀងច្រើនណាស់អ្នកគ្នាមិនមែន2 3គូវាច្រើនដែរអាចនឹងញ៉ាំបានអញ្ចឹងទៅគេញ៉ាំបដាគេសុខចិត្តគេបដាគេទៅមកពីពេញអីចឹងអ្នកគ្នាហើយប៉ុណ្ណឹងអ្នកគ្នាវារៀងនិយាយទៅវារៀងស្គម7អត់សូវមានសាច់អីច្រើនណាស់ណាបើផែនមួយទៀត7ជូរទេតែណាត់ឈ្មោះវាគេហៅ7ក្តារអញ្ចឹងអ្នកគ្នាអូនិយាយថាផ្លែធំមែនតើហ្មងផ្លែល្អទេអ្នកគ្នាមិនមែនទូចដូច7ទេ7នេះកាយកមកដំបងយកមកពីខេត្តផ្សេងទេតែអញ្ចឹងទៅក៏ហូបផ្អែមទៅនៅស្រុកស្រែយើងតែញ៉ាំអីបានឆ្ងាញ់ហើយគឺអត់ភ្លេចទេរឿងដាំដុះដាក់ដីរឿងថងអីទៅដើម្បីដុះបានជាកូនចូលមកដាំហើយ7នេះក៏ដាំមិនមែនតិចឆ្នាំដែរត្រង់ជា3 4 5ឆ្នាំដែរបានផ្លែ3 4សាហើយ7នេះគឺចាប់ផ្ដើមដាំទៅក៏ឥឡូវពេលបានផលបានអីចឹងទៅអ្នកគ្នាហើយក៏បានញ៉ាំយ៉ាងស៊ីយ៉ាងងាយស្រួលតែម្ដងហើយវិញនិយាយរឿងច្បាំងនេះវិញអ្នកគ្នាជាពិថាលោកក្មេងៗវាបានច្បាំងប៉ុណ្ណឹងលេងសប្បាយមែនតើម៉ែឲ្យលេងខ្លាចលំងមិនក៏លួចលេងហើយសប្បាយណាស់អ្នកគ្នាអូខ្ញុំទៅប៉ុណ្ណឹងមើលជម្រាបលា